ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើសម្លស្ងោរស្ពៃក្រញាញ់ឆ្អឹងជំនីជ្រូកចែកជូនបងប្អូនទស្សនាទាំងអស់គ្នាចាវិធីធ្វើគឺងាយស្រួលទេបងប្អូនអត់ពិបាកធ្វើទេណាហើយស្ពៃក្រញាញ់របស់យើងមានចំនួនកន្លះគីឡូហើយយើងហាន់ជាកង់ប្រហែលជាប្រវែង2ថ្នាំងដៃអីទៅហើយពេលដែលយើងហាន់រួចហើយយើងយកទៅលាងទឹកត្រាំទឹកឲ្យស្រស់សិនណាហើយស្លឹកខ្ទឹមមានចំនួនពី3ដើមផងដែរហើយខ្ទឹមសយើងដាក់ចំនួន5កំពឹសតូចយើងចិញ្ច្រាំឲ្យម៉ត់ណាបងប្អូនហើយទុកមួយអន្លើសិនបន្ទាប់មកយើងមានសាច់ជ្រូកចំនួន3ខាំសាច់ជ្រូកជាប់ខ្លាញ់ណាបងប្អូនយើងហាន់ជាចំណិតស្ដើងល្មមទៅហើយពេលយើងហាន់រួចហើយយើងយកទៅចិញ្ច្រាំកុំឲ្យម៉ត់ពេកបងប្អូនចិញ្ច្រាំមកល្មមទៅកុំឲ្យពេលដែលយើងយកទៅស្ងោរទៅគឺមានរសជាតិឆ្ងាញ់វាមានសាច់ដំសាច់រៀងល្អិតពេលយើងផ្សំគ្រឿងទៅគឺចូលជាតិបានល្អណាបើសិនបើយើងអត់ចិញ្ច្រាំទេគឺពេលយើងផ្សំគ្រឿងទៅវាអត់សូវជាចូលជាតិឆ្ងាញ់ទេបងប្អូនគឺសាច់ដំសាច់រឹងអញ្ចឹងបងប្អូនពេលយើងចិញ្ច្រាំទៅគឺសាច់ទន់ល្អឆ្ងាញ់ងាយស្រួលនឹងទំពាទៀតផងបន្ទាប់មកឆ្អឹងជំនីរបស់នាងខ្ញុំមានចំនួន2កង់ហើយយើងហាន់ជាដុំល្មមទៅបងប្អូនប្រហែលជាមួយថ្នាំងដៃកន្លះអីចឹងណាបងប្អូនណាស្លឹកខ្ទឹមយើងហាន់ល្អិតមកដើម្បីទុករោយពីលើសម្លរបស់យើងពេលដែលឆ្អិនណាបន្ទាប់ពីយើងធ្វើគ្រឿងផ្សំរួចរាល់អស់ហើយយើងចាប់ផ្ដើមស្លតែម្ដងជាដំបូងនេះខ្ញុំរំលីងខ្ទឹមសឲ្យឡើងឈ្ងុយឡើងកន្លះបន្តិចសិនណាបងប្អូនចាំយើងដាក់សាច់ជ្រូកចូលចានេះខ្ញុំប្រើខ្លាញ់ជ្រូកបងប្អូនព្រោះអីខ្លាញ់ជ្រូកនេះខ្ញុំទិញខ្លាញ់យកមកងាស់ខ្លួនឯងណាពេលយើងរំលីងខ្ទឹមសឡើងឈ្ងុយហើយយើងដាក់សាច់និងឆ្អឹងជំនីចូលតែម្ដងហើយយើងរំលីងសាច់របស់យើងឲ្យឡើងឆ្អិនសិនណាបងប្អូនពេលដែលសាច់របស់យើងគឺឆ្អិនល្អហើយគឺវាអស់ឈាមហើយអញ្ចឹងយើងចាប់ផ្ដើមដាក់គ្រឿងទេសរបស់យើងចូលតែម្ដងចានេះខ្ញុំដាក់ប៊ីចេងមួយចុងស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយម្រេចបន្តិចនិងទឹកត្រីបន្តិចទឹកស៊ីអ៊ីវបន្តិចផងដែរហើយយើងក៏រំលីងសាច់របស់យើងនឹងចូលសព្វជាមួយនឹងគ្រឿងបានល្អតែយើងកូររហូតតតាគ្រឿងរបស់យើងរលាយបានល្អបងប្អូនពេលហ្នឹងគឺសាច់របស់យើងចាប់ផ្ដើមឈ្ងុយបណ្ដាហើយតបមកនេះខ្ញុំដាក់ទឹកបងប្អូនដាក់ទឹករម្ងាស់ឆ្អឹងជំនីរបស់យើងឲ្យផុយសិនណាចាយើងដាក់ទឹកមកល្មមមើលនឹងសាច់និងបន្លែរបស់យើងបងប្អូនដាក់ទឹកប្រហែលជាកន្លះឆ្នាំងអីទៅដើម្បីរម្ងាស់ឆ្អឹងជំនីយើងឲ្យបានផុយល្អហើយយើងរម្ងាស់ចោលប្រហែលជាមួយស្វក់ធំអីដែរបងប្អូនណាតម្រាំតែឆ្អឹងជំនីយើងផុយល្មមចាឥឡូវឃើញថាឆ្អឹងជំនីរបស់យើងរៀងផុយហើយបងប្អូនអញ្ចឹងនាងខ្ញុំដាក់អំបិលមួយចុងស្លាបព្រាបាយណាមុនហ្នឹងនាងខ្ញុំដាក់ទឹកត្រីម្សាហើយអញ្ចឹងយើងដាក់អំបិលមួយចុងស្លាបព្រាបាយថែមទៀតទៅដើម្បីឲ្យសម្លយើងគឺរសជាតិល្មមឆ្ងាញ់ណាបន្ទាប់មកនាងខ្ញុំដាក់បន្លែស្ពៃកញ្ញារបស់យើងហ្នឹងចូលតែម្ដងហើយយើងកូរច្របល់វាពី3ត្រឡប់ទៅដើម្បីឲ្យចូលសព្វជាមួយនឹងសម្លរបស់យើងណាហើយបន្លែរបស់យើងគឺអត់ទុកយូរបងប្អូនបើទុកយូរធ្វើឲ្យរលួយគឺអត់ឆ្ងាញ់ទេអញ្ចឹងយើងទុកមកល្មមមកពុះទៅហើយយើងបិទភ្លើងតែម្ដងបងប្អូនអាចភ្លក់មើលតាមចំណង់ចំណូលចិត្តបងប្អូនណាស្ទើរអីថែមនងទៅណាចំណែកសម្លរបស់យើងគឺរសជាតិល្មមឆ្ងាញ់តែម្ដងហើយបន្លែយើងមើលទៅឆ្អិនល្មមហើយគឺយើងដាក់ស្លឹកខ្ទឹមចូលតែម្ដងចាឥឡូវសម្លរបស់យើងគឺឆ្អិនហើយបងប្អូនអញ្ចឹងយើងបិទភ្លើងតែម្ដងហើយយើងដួសដាក់ចានដូចជាការស្រេចបងប្អូនអាចហូបជុំក្រុមគ្រួសារបងប្អូនរបស់យើងហត់ទឹកសម្លក្តៅបាយក្តៅគឺរសជាតិឆ្ងាញ់តែម្ដង
ចាអរគុណបងប្អូនដែលតាមដានវីដេអូនាងខ្ញុំកុំភ្លេចជួយ like ជួយ share និង subscribe Channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ